ចាសសូមស្វាគមន៍មកកាន់ trip ទៅមណ្ឌលគិរី2យប់3ថ្ងៃច្រឡំមកយប់2ថ្ងៃអ្នកនរគ្នាឃើញពួកខ្ញុំយកចកានចានឆ្នាំងអីមកហ្នឹងដោយសារតែពួកយើងហ្នឹងគឺចង់ធ្វើម្ហូបញ៉ាំនៅហ្នឹងហ្មងណាចឹងហើយគឺយើងវាយ prepare យើងទិញរបស់ញ៉ាំមកពីខាងកន្លែងហ្នឹងហ្មងចឹងមកនឹងទៅដល់មណ្ឌលគិរីហ្នឹងគឺយើងបានជិះកាត់ចូលទៅប្រាសាទនគរបាលជ័យហើយយើងចូលថតរូបហើយក៏ដូចជាចូលអុជធូបបន់ស្រន់ឲ្យសុខសប្បាយតាមផ្លូវតាមហ្នឹងហើយបន្ទាប់ពីហ្នឹងមកក៏យើងបានធ្វើដំណើរទៅមណ្ឌលគិរីទេសភាពតាមផ្លូវហ្នឹងគឺដូចឃើញអញ្ចឹងដូចនៅឋានសួគ៌អញ្ចឹងអ្នកនរគ្នាប៉ុន្តែនៅហ្នឹងគឺអត់សូវមានសេវាអញ្ចឹងបើអ្នកនរគ្នាទៅច្រើនឡានអីអាចមានជាអេកូមអីហៅគ្នាក៏បានដែរប៉ុន្តែដែលខ្ញុំទៅហ្នឹងគឺតាមឡាននេះអញ្ចឹងយើងអត់ត្រូវការអីហើយអ្នកនរគ្នាត្រូវ make sure ថាសាំងគឺពេញព្រោះនៅពេលដែលទៅហ្នឹងគឺរឿងសាំងចិត្តអត់ដែរត្រឹមតែ100ក្រាសាំងឃើញហើយនៅពេលល្ងាចគឺយើងបានធ្វើដំណើរមកដល់ resort និយាយទៅទេសភាពស្អាតមែនតើអ្នកនរគ្នានៅពេលល្ងាចហ្នឹងណាយើង enjoy sunset នៅនឹងទៀតហើយបន្ទាប់ពីយើងមកដល់គឺយើងធ្វើការរើអីវ៉ាន់ដើម្បី check in ទៅបន្ទប់យើងអីហ្នឹងណាហើយដូចគេមាន service គេដឹកឲ្យយើងទៅដល់លើហ្នឹងមកព្រោះយើងត្រូវដើររៀងឆ្ងាយគេមានសម្រាប់បន្ទប់គេវិញអ្នកនរគ្នាស្អាតមែនតើអ្នកនរគ្នាដូចឃើញនៅក្នុងរូបនឹងអញ្ចឹងគឺស្អាតមែនតើនិយាយទៅគឺចាប់កន្លែងចំហ្មងណាបន្ទប់ហ្នឹងគឺក្តិចវាធម្មជាតិហ្មងអញ្ចឹងយើងនៅក្រៅអីញ៉ាំអីអាចមើល sunset អីបានទៀតហើយបន្ទប់អីហ្នឹងដោយសារតែបន្ទប់ហ្នឹងរៀងច្រើនបន្ទប់អ្នកនរគ្នា3បន្ទប់ប៉ុន្តែយើងគេដូចជាតែ2បន្ទប់ទេសល់មកបន្ទប់ចោលដោយសារយើងចង់បានទេសភាពស្អាតអញ្ចឹងយើងរើសយកបន្ទប់នៅជាហ្នឹងហ្មងដាច់ពីគេអត់ញញ៉ៃយើងចង់បាន private ហើយខ្ញុំធ្វើ room tour រៀងជាក្បាលមកតិចអីនិយាយទៅបន្ទប់ទឹកគេអីកន្លែងគេគឺស្អាតទាំងអស់អ្នកទាំងអស់គ្នានិយាយទៅ so enjoy និយាយទៅsunset អីហ្នឹងខ្ញុំនិយាយទៅ can enjoy sunset ពីព្រោះយូរហើយតែភាព freaking good and ហើយពួកយើងក៏ចាប់ផ្ដើម prepare មួយទឹកមួយអីអញ្ចឹងណា prepare ដើម្បីធ្វើម្ហូបញ៉ាំពេលល្ងាចហើយម្ហូបយើងនឹងគឺមានច្រើនមែនតើយើងមានចុងភៅនៅក្នុងហ្នឹងចុងភៅស្រីយើងតែម្នាក់ទេប៉ុន្តែចុងភៅប្រុសកូនក្បិតអីគឺច្រើនណាស់គឺស្តែមនុស្សប្រុសពួកហ្នឹងឲ្យតែយើងបោកប្រាយគឺធ្វើងាប់ចោលហ្មងនិយាយទៅតែពួកហ្នឹងប្រើបានឲ្យតែជានំចំណីអីទៅគឺគាត់ធ្វើងាប់ចោលហ្មងចាបន្ទាប់ពីធ្វើរៀបចំយ៉ាងយូរទីបំផុតយើងតាមញ៉ាំទេនៅ Hansiko នៅបេះបន្លែអីជាច្រើនទៀតហើយដោយអ្នកនរគ្នាឃើញអញ្ចឹងមានអ្នកហាន់សាច់មានអ្នកបេះបន្លែមានអ្នកធ្វើទាំងជ្រលក់ហើយមិនមែនមានត្រឹមតែសាច់អាំងប៉ុណ្ណឹងទេគឺយើងមានម្ហូបជាច្រើនទៀតដែលយើងវិចខ្ចប់មកពីទីក្រុងភ្នំពេញអានេះគឺជាសមិទ្ធផលដែលយើងធ្វើទឹកតៅហ៊ូបានហើយដឹកទៅលេខម្ខាងណាវិញចាលាងបន្លែតំណងអ្នកទាំងអស់គ្នានិយាយទៅហើយបន្ទាប់ពីលាងបន្លែមកហើយគឺយើងចាប់ផ្ដើមធ្វើម្ហូបយើងធ្វើម្ហូបអាគីសនីដែលស្តែយើងមិនអាចយកគេមកបានទេខ្សែគឺដាក់ម្ដងគឺយើងធ្វើនៅមុខបន្ទប់ហ្នឹងហ្មងយើងធ្វើហើយបានយើងលើកទៅញ៉ាំនៅលើតុលាងបន្លែគ្រប់មុខនេះខ្ញុំពងតាសរសើរអ្នកលាងបន្លែតំណងលាងបន្លែប្រព័ន្ធលាងបន្លែប្រព័ន្ធហាន់សាច់នេះគឺយើងថេរួចហើយគឺយើងចាប់ផ្ដើមពីភែរបស់ដែលយើងយកមកមានជ្រក់ជើងមាន់ជើងទាមានចក្តាមប្រៃអានេះគឺយើងកំពុងតែ start ធ្វើ support point និយាយទៅគឺអត់ចាញ់នៅទីក្រុងភ្នំពេញទេចាហើយនៅហ្នឹងអ្នកនរគ្នាអត់ចង់ក៏មកជាម្ហូបក៏បានដែរធ្វើញ៉ាំខ្លួនឯងអ្នកនរគ្នាអាចក៏មកជាបាយអីក៏បានដែរនៅ resort ហ្នឹងគឺគេមានអីកំងម្ហូបកំងបាយកំងប៉ុន្តែយើងចង់ save budget គឺយើងធ្វើញ៉ាំខ្លួនឯងហើយទិញមកពីពេញហើយយើងបានម្ហូបដែលយើងចង់ញ៉ាំផងហើយមួយទៀតយើងចង់ create a memory ធ្វើម្ហូបធ្វើអីជុំគ្នាអញ្ចឹងណាយើងបាន prepare គ្រប់ទេខ្វះសពគ្រប់គេទៅញ៉ាំអីបានមកផ្លែដូចស្លឹកខ្លាច់អត់អីអត់រូបថតគឺយើងបង្ខំចិត្តតលាក់ម្ហូបចុះសិនថតរូបហើយយើងក៏បន្តញ៉ាំទៀតអូលឹងថយល្អ
ចានេះគឺចូលវគ្គ hot pot មហារាជអាញាហើយចាបន្ទាប់ពីយើងញ៉ាំសាច់អាំងហើយគឺយើងបន្តចូលដល់វគ្គជ្រក់ជើងមាន់ចិនទានិយាយទៅអ្នកនរគ្នាឆ្ងាញ់ហ្មងហើយយើងក៏មានទឹកត្រជាក់ដែរប៉ុណ្ណឹងស៊ីដូចដាច់បាយចារួមទាំងខ្ញុំផងដែរអ្នកនរគ្នាក៏ម៉ាញព្រោះខ្ញុំទៅដល់លេងហ្នឹងគឺយូរហើយដូចរៀងមួយឆ្នាំជាងអីទៅចង់កាត់វីដេអូនិយាយទៅមានមួយសាច់មកមានគីមឈីទៀតអូអ្នកនរគ្នានិយាយទៅតែសភាពនេះគឺទេសភាពស្អាតឬក៏ view ស្អាតណាស់គឺធ្វើយើងញ៉ាំក៏ឆ្ងាញ់ដែរហើយបន្ទាប់ពីញ៉ាំអីហើយគឺយើងបាន enjoy មើល movie អ្នកនរគ្នាចម្លែកខ្លាំងណាស់នៅហ្នឹងគឺអត់មានទូទួយអ្នកនរគ្នាយើងគាត់ថាមានទូទួយយើងអត់បានយកអីទៅទេអត់ទូទួយបើកទូរស័ព្ទដាក់ speaker មើលចាតែមានការអត់ចូលចិត្តខ្លាំងអានេះតាំងទី1មករឿងហើយគឺយើងបានបន្តចេញទៅក្រៅមើលទេសភាពនៅចំវិញហ្នឹងដើម្បីឲ្យព្រឹកឡើងយើងត្រូវដើរតាណាគេខ្លាំងអញ្ចឹងយើងដើរមើលទីពួកអី resort នៅហ្នឹងគឺមានកន្លែងដើរច្រើនមែនទែនថតរូបថតអីខ្លះណានិយាយថា view ពេលព្រឹកគឺស្រស់ស្អាតមែនតើអ្នកនរគ្នានេះគឺជា view នៅមុខបន្ទប់ខ្ញុំនៅពេលដែលយើងងើបម៉ែវគឺឃើញ view បែបហ្នឹងគឺពេលព្រឹក sunrise ណាទាំងអស់គ្នាហើយបន្ទាប់ពីយើង enjoy ហើយគឺយើងបានធ្វើដំណើរទៅតាមផ្លូវ along the way ហ្នឹងគឺសិតតែផ្លែឈើអ្នកនរគ្នាអ្នកនរហ៊ានតែលមាស់ដៃតែបន្តិចណាយើងអត់ដឹងថាកាមេរ៉ានៅកន្លែងណាខ្លះហេដឹងថាបងលុយហ្មងប៉ុន្តែគឺដីភ្នំអ្នកនរគ្នាដាំអីក៏ល្អដែរយទៅអូយអ្នកនរគ្នាឃើញផ្លែធ្លាក់មកអញ្ចឹងហ៊ានតែបេះកាមេរ៉ាគ្រប់ជ្រុងចាយើងបានតែស្ទាមអាហើយគឺយើងបន្តទៅមុខទៀតអ្នកនរគ្នានិយាយថា view គ្រប់ជ្រុងគឺស្អាតទាំងអស់ហ្មងអ្នកនរគ្នានិយាយទៅ fresh ហ្មងដល់ហ្នឹងគឺគ្រប់ view គឺគ្រប់កន្លែងគឺស្អាតទាំងអស់និយាយទៅសិតតែប្រៃឈើពណ៌បៃតង enjoy មែនតើហើយយើងក៏បានថតរូបខ្លះៗនៅខាងលើជ្រុងទស្សនវិជ្ជាស្អាតមែនតើហើយបន្ទាប់ពីយើង enjoy ហើយគឺយើងឈ្មោះមករកអាហារពេលព្រឹកនិយាយទៅ concept កង់ទីនគេហ្នឹងស្អាតមែនតើអ្នកនរគ្នាដល់ concept បែបខ្មែរហើយ view មើលទៅថ្នល់និយាយទៅ enjoy ហ្មងហើយមិនត្រឹមតែ view ហើយនឹង design ស្អាតដែរអ្នកនរគ្នាសូម្បីតែម្ហូបនៅហ្នឹងក៏ឆ្ងាញ់សឹងគ្រប់មុខដែរជាពិសេសកាហ្វេហ្មងអ្នកនរគ្នាគឺឆ្ងាញ់ the best ហ្មងព្រោះគឺដាំកាហ្វេនៅហ្នឹងអញ្ចឹងគឺឆ្ងាញ់ខ្ញុំមកវិញទិញកាហ្វេមកទៀតនិយាយទៅដែលសិនតែកាហ្វេនៅហ្នឹងឆ្ងាញ់ហើយនៅនឹងមានលក់បើដូចនិយាយឃើញឯហ្នឹងគឺយើងអាចទិញបានបន្ទាប់នៅហើយគឺយើងឈ្មោះមករកទីកន្លែងអូមិនដឹងទេទឹកជ្រោះអីគឺខ្ញុំភ្លេចបាត់ហើយគឺយើងទៅមើលទឹកជ្រោះនិយាយតែសម្រាប់ជនជាតិភាគតិចអីចឹងគាត់លេងឧបករណ៍គាត់និយាយទៅផ្លែមែនតើឡងព្រោះហើយបន្ទាប់ពីនោះដែរគឺយើងធ្វើដំណើរទៅរកទឹកជ្រោះហើយនៅតាមផ្លូវហ្នឹងអ្នកនរគ្នាគាត់មានលក់ជាដូចតែខ្មុំអីសតៗហ្មងគឺគាត់រកខ្លួនឯងនៅក្នុងព្រៃអីហ្នឹងហ្មងនិយាយទៅរៀនបន្ទាប់ពីហ្នឹងក៏យើងបានឈ្មោះដំណើរឈ្មោះទៅរកកាន់ទឹកជ្រោះនិយាយទៅដោយសារតែមានភ្លៀងអីហ្នឹងគឺអត់សូវថ្លានៅហ្នឹងគឺគេចាប់ផ្ដើមធ្វើអីច្រើននេះដូចធ្វើស្ពីនធ្វើអីថែមអញ្ចឹងហើយនេះទឹកចុងក្រោយគឺយើងឡើងទៅរកកន្លែងថតរូបទាំងអស់គ្នាយើងធ្វើដើរឡើងកន្លែងគេល្បីហ្នឹងហើយដើម្បីនេះគឺយើងបញ្ចប់វគ្គហើយគឺថតរូបហើយគឺធ្វើដំណើរទៅផ្ទះបាយបាយអរគុណដែលស្ដាប់ខ្ញុំលោក